វាសួរបងអរគ្នាថ្ងៃនេះដែរខ្ញុំមក review laptop មួយហើយ laptop នៅខាងឆ្វេងដៃនេះគឺជា laptop Dell Inspiron 16 Plus 7630ដែលជាប្រភេទ laptop professional business ហើយវាមកជាមួយនឹង VGA ដាច់ Nvidia មកជាមួយផងដែរហើយសម្រាប់តម្លៃរបស់វាគឺវាមានតម្លៃរហូតដល់ 1000 ជាងហើយបើសិនជាអ្នកនរគ្នាចង់ដឹងថាការចំណាយលេខ 1000 ជាងទៅទិញ laptop នេះអ្នកនរគ្នាទទួលបានអីគេខ្លះអ្នកនរគ្នាកុំភ្លេចតាមដានវីដេអូមួយនេះឲ្យដល់ចប់អូខេជាដំបូងខ្ញុំមកមើលជាមួយនឹងរូបរាងវាជាមុនសិនដែលរូបរាងវាគឺស្រោបទៅដោយសារធាតុអលុយមីញ៉ូមហើយដែលវាមានពណ៌ប្រាក់ដោយ Dell ដាក់ឈ្មោះវាថា Platinum Silver ហើយសម្រាប់ការផលិត laptop មួយនេះគឺមើលមកគឺគុណភាពស័ក្តិសមនឹងតម្លៃរបស់វាមានភាពស្រស់ស្អាតឆើតឆាយដែលស័ក្តិសមទៅនឹងអ្នកធ្វើចំនួនឬក៏សិស្សសាលាកាន់ laptop នេះគឺមើលមកគឺស័ក្តិសមខ្លាំងមែនទែនសម្រាប់ spec របស់វាវិញគឺវាមកជាមួយនឹង CPU Core i7 ចំនួនទី13 RAM 16GB ជាប្រភេទ DDR5 ហើយ storage របស់វា 512GB ជាប្រភេទ SSD PCIe ហើយជាមួយនឹង VGA ដាច់របស់វាគឺ RTX 3056GB សម្រាប់ទំហំអេក្រង់របស់វាគឺវាមានទំហំរហូតដល់16អ៊ីងហើយជាមួយនឹងកម្រិត resolution 2.5K ជាមួយនឹង refresh rate រហូតដល់ 120Hz ហើយនឹង aspect ratio 16:10ដែលអេក្រង់ប៉ុននេះគឺថាច្បាស់ល្អខ្លាំងមែនតើសាច់រូបភាពគឺ mod ហើយ color ក៏ចាក់បានត្រឹមត្រូវល្អដែលវាស័ក្តិសមនឹងតម្លៃ 1000 ជាងរបស់វាអូខេនេះគឺជាគុណភាព webcam និង microphone របស់ laptop Dell Inspiron 16 Plus 7630ដែលខ្ញុំថតនេះគឺថតដោយកម្រិត Full HD ជាមួយនឹង30 frame ដោយគុណភាពប៉ុណ្នេះគឺយើងអាចយកធ្វើការចូល Zoom ឬក៏ call វីដេអូជាមួយក្រុមគ្រួសារអ្នកទាំងអស់គ្នាបានយ៉ាងងាយស្រួលដោយវាមានផ្ដល់គុណភាពឲ្យយើងច្បាស់ខ្លាំងមែនតើហើយអ្នកនរគ្នាគិតថាមិនដែរជាមួយគុណភាពប៉ុណ្នេះតោះឥឡូវយើងមកមើលជាមួយនឹងក្តារចុចរបស់វាវិញដោយក្តារចុចរបស់វាគឺមានសភាពទន់ឡងតបមកស្មើដៃខ្លាំងមែនតើដោយវាមានភ្លើងក្រោម key ផងដែរដែលគេហៅថា backlit key ហើយជាមួយនឹង touchpad របស់វា touchpad របស់វាគឺថាបើសិនជាអ្នកនរគ្នាធ្វើការប្រកួតគ្នាកាត់តវីដេអូជាមួយនឹង laptop ធម្មតាហើយជាមួយនឹង Dell Inspiron 16 Plus 7630នេះអ្នកនរគ្នាប្រកាសជាចាញ់ laptop នេះហើយដោយសារតែ laptop នេះ touchpad របស់វាគឺស្រួលប្រើខ្លាំងមែនតើហើយយើងអាចជំនួស mouse បាននេះគឺជាការ test speaker របស់ laptop នេះដោយខ្ញុំបានចាក់ទៅលើចម្រៀងអ្នកនរគ្នាអាចស្ដាប់មើលបានសម្រាប់ហ៊ុនតំណភ្ជាប់ laptop នេះវិញនៅខាងឆ្វេងរបស់វាមានហ៊ុនដោតកាសមួយ USB A មួយជាមួយនឹង SD card reader មួយឯនៅខាងស្ដាំរបស់វាមានហ៊ុន HDMI មួយ USB A មួយនិងហ៊ុន Type C មួយហើយហ៊ុន Type C នេះគឺជាប្រភេទហ៊ុន Type C Thunderbolt ដែលយើងអាចតភ្ជាប់ទៅកាន់ monitor អីបាន laptop នេះគឺជា laptop ប្រភេទ professional business man តែក៏យើងអាចយកធ្វើការលេងហ្គេមបានផងដែរសម្រាប់សហគ្រិនណាដែលគាត់ stress ក្នុងការងារសហគ្រាសរបស់គាត់អាចយក laptop នេះមកលេងហ្គេមបាននេះគឺជាបន្ទុកដែលយើងបានធ្វើការបាញ់ឆ្មាក់នៅក្នុងកម្មវិធី Unigine Heaven ដែលយើងទទួលបាន FPS រហូតដល់ 69.2 និងបន្ទុក 1743 នៅក្នុងកម្រិត resolution រហូតដល់ 2Kនិង quality high សម្រាប់បន្ទុកនេះគឺជាបន្ទុកមួយដែលខ្ពស់មួយក្នុងចំណោម laptop business បែបនេះអូខេសរុបជារួមមកទាំងម៉ាស៊ីនទាំងគុណភាពផលិតគឺវាស័ក្តិសមនឹងតម្លៃរបស់វាបើសិនជាអ្នកនរគ្នាចង់បាន laptop នេះដែរអ្នកនរគ្នាអាចមកកាន់ហាង Lucky Star Technology យើងតេស្តមើលបានដោយទីតាំងយើងស្ថិតលើផ្លូវ 271 ក្បែរវិទ្យាល័យជាសាមគ្គីទល់មុខគ្នាជាមួយនឹងសាកូរ៉ាចុងក្រោយអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយជំរាបលា